selection ជាមួយយើងចូលមកក្នុង processing setting យើង enter ផ្លេងដាក់ឲ្យថាយ៉ាងម៉េចយើងអាចសេរីទំហំទៅយកតាមខ្សែជាក់ស្ដែងចាំម៉ែត្រប្រមាណទៅអូខេតទៅពីយើងសេរីហើយ enter មកទៀត Pi material ទៅមួយប្រភេទវីដេអូយើងប្រភេទអី PVC ឬក៏លុយញោម cast iron copper ឬក៏អីដូចយើង copper ឬក៏ PVC យើងដាក់ PVC អូខេ enter អូខេ wall thickness ទៅមួយកម្រាស់ទីយោរបស់យើង enter យើងអាចសេរីជាក់ស្ដែងបានវាប៉ុន្មានមីលីម៉ែត្រជាក់ស្ដែងទៅមកទៀត enter អូខេ break zero adjustment បានថា enter ទៅ set zero បាទនៅយើង clear data ពីមុនមកចុច enter ទៅវា clear 0 point អូខេបែកមកវិញ unit input តទៅជាមួយនឹងយើង unit យើងជាអីជា mile kip លេខក្នុង1ម៉ោងលេខក្នុង second តាមយើងចង់បានជាយើងយក mile kip ក្នុង1ម៉ោងអូខេ enter unit mile kip ឬក៏ជាអីជាលេខជា mile kip សីតុណ្ហភាពយើងអាចសេរីជាសីតុណ្ហភាពឬ Fahrenheit ជាមក flow unit យើង keep MJ ក្នុងម៉ែត្រ output control យើងអត់មានអីកែវាជា calibration បែកមកវិញ totalize អូខេអញ្ចឹងអ្វីដែលយើងត្រូវមើលគឺ client sensing space និង method របស់វាអញ្ចឹងជាទូទៅវាមាន method ពីរ way និង z way general z ទៅមួយកន្លែងញ័រខ្លាំង space តិចអូខេទៅពីយើងសេរី space sensor ហើយនេះ display មិនចេះ